chuẩn bị xua sức đây nè đó cái nhom là ní hai ởថ្ងៃនេះនាងខ្ញុំនឹងយកអ្វីដែលថ្មីមកចែករំលែកអ្នកទាំងអស់គ្នាគឺថ្ងៃនេះខ្ញុំបាននិយាយពីអ្វីដែលខ្ញុំយល់ឃើញហើយឆ្លងកាត់ការអាននោះទេគឺថ្ងៃនេះខ្ញុំនឹងមកអានអត្ថបទនឹងផ្ទាល់ជូនអ្នកទាំងអស់គ្នាស្ដាប់ហើយជាបទពិសោធន៍ដែលយកទៅពិចារណានៅក្នុងជីវិតរស់នៅយើងទាំងអស់គ្នាណាអញ្ចឹងខ្ញុំនឹងចាប់ផ្ដើមអានណាអ្នកទាំងអស់គ្នាកុំភ្លេចស្ដាប់ហើយយើងគិតពិចារណាផងថាអត្ថបទនឹងជួយអ្វីខ្លះដល់យើងនៅក្នុងជីវិតរបស់យើងសប្តាហ៍ថ្ងៃហ្នឹងកាហ្វេមួយពែងរៀនមួយជីវិតនៅពេលដែលយើងរវល់ផ្ដោតអារម្មណ៍តែចំពោះអ្វីដែលភ្នែកយើងអាចមើលឃើញនោះយើងនឹងបាត់បង់ក្លិននិងរសជាតិដែលយើងចង់ទទួលបានរៀងរាល់វិនាទីដែលកន្លងផុតទៅនៅក្នុងជីវិតយើងវាជាមេរៀនដែលយើងត្រូវអាននិងរំលឹកប៉ុន្តែភាគច្រើនយើងមិនបានអាននិងរំលឹកវាទេយើងគិតតែពីបន្ថែមមេរៀនជាច្រើនឲ្យខ្លួនឯងទាំងដែលខ្លួនឯងគឺជាមនុស្សដែលខ្ជិលអានមេរៀនទាំងអស់នោះពេលវេលាជាច្រើនដែលយើងខ្ជះខ្ជាយរហូតមកគឺយើងយកវាទៅគិតលើរឿងឥតប្រយោជន៍របស់អ្នកដទៃហើយពេលខ្លះក៏ចូលចិត្តខ្ជះខ្ជាយពេលវេលាយកខ្លួនទៅប្រៀបធៀបជាមួយនឹងអ្នកដទៃយកអ្វីដែលខ្លួនមានទៅប្រៀបធៀបនឹងអ្វីដែលអ្នកដទៃគេមានប្រៀបធៀបរួចហើយក៏កើតការអន់ចិត្តលួចច្រណែនចំពោះជីវិតគេទាំងមិនដឹងខ្លួនជីវិតយើងពេលខ្លះប្រៀបដូចជាកាហ្វេមួយពែងអញ្ចឹងអ្វីដែលយើងចង់បានគឺរសជាតិឈ្ងុយឆ្ងាញ់នៃកាហ្វេប៉ុន្តែយើងក៏ច្រើនតែភ្លេចខ្លួនទៅផ្ដោតលើតែសម្រស់និងរូបរាងរបស់ពែងកាហ្វេទៅវិញបើគេហុចពែងកាហ្វេពីរដែលមានរសជាតិកាហ្វេដូចគ្នាប៉ុន្តែដាក់នៅក្នុងពែងខុសគ្នានោះយើងប្រកាសជាត្រូវជ្រើសរើសយកពែងកាហ្វេដែលរចនាស្អាតមិនខានទោះបីជាតម្លៃនៃពែងកាហ្វេដែលស្អាតនោះថ្លៃជាងក៏ដោយតែដែលការប៉ັດទៅរសជាតិខាងក្នុងរបស់វាគឺដូចតែគ្នាសោះព្រោះតែពេលខ្លះយើងផ្ដោតចំពោះតែពែងកាហ្វេដែលនៅក្នុងដៃយើងទៅយើងច្រើនតែមិនសប្បាយចិត្តទៅនឹងអ្វីទៅនឹងរសជាតិរបស់កាហ្វេនៅក្នុងពែងនោះមនុស្សដែលរស់នៅក្នុងជីវិតប្រកបដោយសុភមង្គលជាងយើងមិនមែនគេសុទ្ធតែមានអ្វីដែលល្អជាងយើងច្រើននោះទេប៉ុន្តែគឺមកពីគេចេះរៀនពេញចិត្តនឹងអ្វីដែលគេមានហើយចេះឲ្យតម្លៃដល់វាប្រសិនបើអ្នកកំពុងតែផឹកកាហ្វេនិងកំពុងតែអានសៀវភៅដល់ទំព័រនេះខ្ញុំសង្ឃឹមថាអ្នកនឹងរកឃើញដល់មេរៀនជីវិតដ៏សំខាន់នេះដូចខ្ញុំដែរចំពោះអត្ថបទទី2គេនិយាយថាបើថ្ងៃនេះមានរឿងខកចិត្តរឿងអាក្រក់មិនមែនសុទ្ធតែអាក្រក់ទេព្រោះពេលខ្លះវាអាចជាអ្នករុញយើងឲ្យទៅជួបរឿងល្អឯរឿងល្អក៏វាមិនពេលខ្លះក៏វាមិនមែនសុទ្ធតែល្អដែរពីព្រោះវាអាចជាដើមហេតុដែលនាំឲ្យយើងជួបរឿងអាក្រក់ដូចគ្នាប្រសិនបើថ្ងៃនេះមានរឿងមិនល្អកើតឡើងមានរឿងមិនសប្បាយចិត្តនៅក្នុងចិត្តជួបរឿងបរាជ័យមានអារម្មណ៍ថាខកចិត្តឬខកបំណងខ្ញុំជឿថាវាក៏ជាថ្ងៃមួយដែលយើងចង់បោះបង់ជាថ្ងៃដែលយើងអស់កម្លាំងលែងចង់ទៅមុខជាថ្ងៃដែលគ្មានសង្ឃឹមហើយជីវិតគ្មានសង្ឃឹមអាចនឹងគិតថាចង់ស្លាប់ឲ្យស្រឡះពីផែនដីនេះប៉ុន្តែសូមដកដង្ហើមឲ្យវែងហើយនឹកថាអារម្មណ៍បែបនេះវាមិនមែនស្ថិតនៅជាមួយយើងរហូតនោះទេវានឹងចាកចេញពីយើងទៅបើមិនមែនថ្ងៃស្អែកទេគឺថ្ងៃខាងស្អែកបើមិនមែនថ្ងៃខាងស្អែកទេគឺអាទិត្យក្រោយតែបើមិនមែនអាទិត្យក្រោយទេវាគឺជាខែក្រោយហើយបើមិនមែនខែក្រោយទេគឺអាចដល់ឆ្នាំក្រោយប៉ុន្តែខ្ញុំមិនជឿថាមនុស្សសុខចិត្តចំណាយពេល24ម៉ោងក្នុងមួយថ្ងៃដើម្បីរស់នៅក្នុងភាពស្មុគស្មាញបែបនេះទេហើយយើងរត់តែមិនចំណាយពេលអង្គុយស្មុគស្មាញបែបនេះជាប់គ្នារហូតដល់រាប់ឆ្នាំឡើយគឺវាពិតជាមិនអាចទៅរួចប៉ុន្តែបើមានពិតមែនអ្នកនោះគឺជាមនុស្សដែលខ្ជះខ្ជាយពេលវេលាខ្លាំងបំផុតក្នុងមួយថ្ងៃវាអាចមានម៉ោងខ្លះដែលយើងសប្បាយចិត្តក្នុងមួយសប្តាហ៍វាអាចមានថ្ងៃខ្លះដែលយើងស្មុគស្មាញក្នុងមួយខែវាអាចមានសប្តាហ៍ខ្លះដែលកើតទុក្ខខ្លាំងហើយក្នុងមួយជីវិតវាក៏អាចមានពេលខ្លះដូចជាពេលនេះអញ្ចឹងជួនកាលមេរៀនដែលពិបាកបំផុតនៅក្នុងជីវិតគឺជាអ្វីដែលយើងត្រូវចាំបាច់បំផុតដើម្បីបន្តជីវិតរស់នៅ
វាមិនដែលមានអ្នកណាយំរហូតធ្វើឲ្យទឹកភ្នែកខ្លួនឯងខ្លាចជាទន្លេឬជាស្ទឹងនោះទេប៉ុន្តែប្រសិនបើជាមានពិតមែនគេក៏គួរតែមានសមត្ថភាពអាចសង់ស្ពានឆ្លងស្ទឹងទឹកភ្នែករបស់គេដើម្បីដើរទៅរកត្រើយម្ខាងបានផងដែរមនុស្សដែលមានមោទកភាពបំផុតពេលទទួលបានជោគជ័យគឺជាមនុស្សដែលធ្លាប់ឆ្លងកាត់ការបរាជ័យនិងរឿងខកបំណងរាប់មិនអស់ឬអាក្រក់ៗខ្លះដែលកើតឡើងគឺដើម្បីជំរុញយើងឲ្យខំប្រឹងស្ទុះក្រោកចេញទៅរកកន្លែងដែលល្អប្រសើរជាងនឹងមនុស្សយើងពេលមានភ័យខ្លាំងក៏ស្ទុះងើបក្រោកឡើងសូមចាំថានៅខណៈពេលដែលយើងកំពុងតែស្ថិតនៅក្នុងស្ថានភាពលំបាកនិងអស់សង្ឃឹមខ្លាំងនៅក្នុងជីវិតវាក៏កំពុងតែជាមានមនុស្សជាច្រើនដែលយើងមិនបានស្គាល់ក៏កំពុងតែស្ថិតនៅក្នុងស្ថានភាពដូចយើងដែរហើយជួនកាលគេគឺលំបាកជាងយើងផងក៏មានសំណាងត្រង់ថាយើងមានអត្ថបទលើកទឹកចិត្តដើម្បីអានប៉ុន្តែមនុស្សផ្សេងទៀតប្រហែលជាមិនមាននរណានៅចិត្តពួកគេដើម្បីចាំលើកទឹកចិត្តនិងបណ្ដុះក្តីសង្ឃឹមឡើងវិញឡើយអញ្ចឹងបន្ទាប់ពីអ្នកទាំងអស់គ្នាបានស្ដាប់អត្ថបទនេះខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់ពីអ្វីដែលអ្នកនិពន្ធគាត់បានលើកឡើងហើយយើងយកវាទៅគិតពិចារណាខ្លួនឯងថាយើងអាចរៀនសូត្រពីអ្វីខ្លះនៅក្នុងអត្ថបទទាំងពីរហ្នឹងអញ្ចឹងនេះខ្ញុំក៏មានតែប៉ុណ្្នឹងដែរហើយបើអ្នកទាំងអស់គ្នាចង់ដឹងបន្ថែមចង់អានសៀវភៅដែលជួយលើកទឹកចិត្តរបស់យើងអភិវឌ្ឍផ្នែកគំនិតរបស់យើងបន្ថែមទៀតគឺនេះខ្ញុំសូម recommend សៀវភៅវិញ្ញាសាជីវិតដែលអ្នកនិពន្ធគឺបងស្រីសេដ្ឋថាដែលមាន Facebook ហើយបើគាត់គឺឈ្មោះកូនចាក់មានអញ្ចឹងខ្ញុំពិតជាអរគុណអ្នកទាំងអស់គ្នាខ្លាំងមែនតើដែលបានចូលរួមស្ដាប់ទស្សនារហូតដល់ចប់អញ្ចឹងកុំភ្លេចជួយចុច like subscribe ម្នាក់មួយផងណាចាសូមអរគុណ